វេសន្តរជាដកទានបារមីការសុំទានរបស់ព្រាហ្មណ៍ជូជកជូជកជាព្រាហ្មណ៍រូបរាងអប្បលម្នាក់ដែលបានរៀបការជាមួយស្រីក្មេងមានរូបស្រស់ស្អាតម្នាក់នាងត្រូវបានឪពុកម្ដាយលើកឲ្យជូជកដើម្បីដោះបំណុលថ្ងៃមួយជូជកបានប្រើប្រពន្ធឲ្យទៅដងទឹកនៅមាត់ស្ទឹងនៅតាមផ្លូវទៅដងទឹកអ្នកភូមិបានវាយដំច្រំធាក់នាងដោយជេរប្រមាថថាជាប្រពន្ធតាចាស់រូបរាងអប្បលៈដោយឈឺចាប់និងពាក្យសម្ដីមាក់ងាយដ៏ឃោរឃៅរបស់ពួកគេប្រពន្ធតាជូជកកាន់តែអាក់អន់ចិត្តជាពិសេសនៅពេលដែលនាងបានប្រៀបធៀបខ្លួនឯងទៅនឹងមហេសីព្រះវេស្សន្តរដែលទទួលបានការគោរពនិងការផ្ដល់កិត្តិយសពីអ្នកផងទាំងពួងពោពេញដោយក្តីច្រណែននាងក៏បានបញ្ចុះបញ្ចូលជូជកឲ្យទៅសម្បត្តិរបស់ព្រះវេស្សន្តរដោយសង្ឃឹមថានឹងឲ្យពួកគេមកបម្រើនាងនិងលើកមុខលើកមាត់នាងនៅក្នុងវណ្ណៈសង្គមផង